នៅក្នុងឆ្នាំ1940នៅភូមិដាច់ស្រយាលមួយដែលហុំព័ទ្ធទៅដោយវាលស្រែនិងព្រៃក្រាស់នៅសម័យនោះជំនឿលើវិញ្ញាណនិងអបិយជំនឿនៅមានឥទ្ធិពលខ្លាំងណាស់ទៅលើការរស់នៅរបស់ប្រជាជននៅក្នុងភូមិនោះមានបុរសចំណាស់ម្នាក់មានទ្រព្យសម្បត្តិស្ដុកស្ដំជាងគេគាត់មានឈ្មោះថាតាសេងគាត់មានរូបរាងខុសប្លែកពីគេបន្តិចដោយសារតែគាត់មានកម្ពស់ទាបឬក៏យើងអាចហៅថាទឿប៉ុន្តែអំណាចនិងទ្រព្យសម្បត្តិរបស់គាត់ធ្វើឲ្យអ្នកភូមិគោរពកោតខ្លាចគាត់សម្បើមណាស់គាត់មានប្រពន្ធដល់ទៅ3នាក់និងកូនចំនួន7នាក់រស់នៅក្នុងផ្ទះឈើដ៏ប្រណិតមួយទោះបីជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយក៏គាត់មិនអាចទិញអាយុជីវិតបានដែរនៅថ្ងៃមួយជំងឺចម្លែកបានចូលមកយាយីរាងកាយរបស់គាត់ធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺជាទម្ងន់ពេលដែលគាត់កំពុងទៅដេកឈឺនៅលើកន្ទេលគាត់បានហៅក្រុមគ្រួសាររបស់គាត់រួចផ្ដាំទៅពួកគេថាពេលដែលគាត់ស្លាប់ទៅត្រូវយកចិញ្ចៀនមាសខ្សែដៃនិងគ្រឿងអលង្ការមួយចំនួនដែលគាត់ស្រឡាញ់ដាក់ចូលទៅក្នុងមឈូសរបស់គាត់ផងនិយាយចប់គាត់ក៏ដាច់ខ្យល់ស្លាប់នៅលើគ្រែឈើប្រណិតរបស់គាត់នោះទៅនៅថ្ងៃរៀបចំពិធីបុណ្យសពបងប្អូនសាច់ញាតិបាននាំគ្នារៀបចំខ្លួនឲ្យសពបានយ៉ាងល្អអ្វីដែលពិសេសនិងតាក់ទាញភ្នែកបំផុតនោះគឺទ្រព្យសម្បត្តិដែលគេដាក់ទៅក្នុងក្តារមឈូសរបស់គាត់ដើម្បីបង្ហាញពីភាពមានបាននិងដើម្បីសម្រេចបំណងចុងក្រោយរបស់គាត់កូនចៅរបស់គាត់បានដាក់ចិញ្ចៀនមាសខ្សែដៃនិងគ្រឿងអលង្ការមួយចំនួនដែលគាត់បានផ្ដាំចូលទៅក្នុងមឈូសរបស់គាត់ផងដែរប៉ុន្តែអ្វីដែលសំខាន់ជាងនោះទៀតគឺជាកាក់មាសតាមទំនៀមទម្លាប់បុរាណគេជឿថាដើម្បីឲ្យវិញ្ញាណអ្នកស្លាប់អាចធ្វើដំណើរឆ្លងកាត់ទៅកាន់ជម្រកថ្មីឬដើម្បីមានលុយចាយវាយនៅឯឋានខ្មោចគេត្រូវដាក់កាក់មាសមួយទៅក្នុងមាត់របស់សពនោះប្រពន្ធដើមរបស់គាត់បានយកកាក់មាសមួយដ៏ភ្លឺចែងចាំងកោះមាត់សពប្តីដែលចាប់ផ្ដើមរឹងហើយញាត់កាក់នោះចូលទៅក្នុងមាត់របស់គាត់រួចបិទមាត់គាត់ទៅវិញជិតឈឹងកាក់មាសនោះត្រូវបានគេជឿថាជាសោឬគឺជាថ្លៃឈ្នួលសម្រាប់អ្នកកាន់សម្បត្តិនៅឯឋាននរកពិធីបុណ្យសពត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមរយៈពេល7ថ្ងៃបន្ទាប់មកមឈូសរបស់គាត់ត្រូវបានគេដង្ហែយកទៅកប់នៅទីទួលមួយនៅឯចុងភូមិដែលនៅឆ្ងាយពីផ្ទះអ្នកភូមិដទៃទៀតប៉ុន្តែភាពស្ងប់ស្ងាត់នៃភ្នូរនោះមិនបានថិតថេរយូរទេមានក្មេងជំទង់មួយក្រុមនៅក្នុងភូមិនោះមានគ្នាចំនួន5នាក់ពួកគេជាក្មេងទំនើងដែលមិនសូវមានការងារធ្វើក្រៅពីដើរលេងស៊ីផឹកនៅថ្ងៃហែសពពួកគេបានឈរមើលពីចម្ងាយភ្នែករបស់ពួកគេមិនមែនសម្លឹងមើលដោយក្តីអាឡោះអាល័យទេពួកគេសម្លឹងមើលដោយភាពលោភលន់គេបានលបមើលឃើញបងប្អូនរបស់សពដាក់គ្រឿងអលង្ការចូលទៅក្នុងមឈូសហើយអ្វីដែលធ្វើឲ្យពួកគេស្រក់ទឹកមាត់បំផុតនោះគឺជាកាក់មាសដែលគេញាត់ចូលទៅក្នុងមាត់សពនោះពេលយប់បានមកដល់ពួកគេបានជួបជុំគ្នាផឹកស្រានៅឯផ្ទះមួយជាតិស្រាចូលក្នុងខ្លួនភាពក្លាហាននិងភាពលោភលន់ក៏បានកើតឡើងមេក្រុមរបស់ពួកគេនិយាយទាំងសំឡេងខ្សឹបខ្សៀវតាសេដ្ឋីនោះស្លាប់ទៅហើយគាត់មិនត្រូវការកាក់មាសឬក៏ទ្រព្យសម្បត្តិអីនោះទេបើយើងទៅយកវាបានយើងនឹងខ្លាចទៅជាអ្នកមានមិនខានយើងនឹងមានលុយចាយមិនខ្វះឡើយក្មេង4នាក់ទៀតមើលមុខគ្នាពួកគេខ្លាចតែពាក្យថាមាសមានឥទ្ធិពលជាងការភ័យខ្លាចទៅទៀតពួកគេបានឯកភាពគ្នាហើយត្រៀមយកចបប៉ែលនិងពូថៅរងចាំដល់ពាក់កណ្ដាលអាធ្រាត្រដើម្បីទៅធ្វើរឿងដែលគ្មាននរណាហ៊ានធ្វើពួកគេនឹងទៅដណ្ដើមទ្រព្យពីមាត់របស់ខ្មោចរាត្រីកាលដ៏ស្ងាត់ព្រះច័ន្ទត្រូវបានពពកខ្មៅបាំងជិតឈឹងធ្វើឲ្យភូមិទាំងមូលងងឹតស្លុបសំឡេងសត្វចង្រិតដែលធ្លាប់តែយំក៏បានស្ងប់ស្ងាត់ទៅវិញនៅពេលដែលនាឡិកាឈានចូលដល់ម៉ោង12អាធ្រាត្រវាគឺជាពេលវេលាដែលពពួកខ្មោចព្រាបវិសាចចេញរកស៊ីហើយក៏ជាពេលវេលាសម្រាប់ក្រុមចៅវ័យក្មេងទាំង5នោះដែរពួកគេបានលួចធ្វើដំណើរចេញពីក្នុងភូមិដោយមានកាន់ចបប៉ែលនិងពូថៅឆ្ពោះទៅកាន់ទីទួលភ្នូរដែលនៅដាច់ស្រយាលនោះខ្យល់ត្រជាក់បានបក់មកប៉ះរាងកាយរបស់ពួកគេធ្វើឲ្យស្លឹកឈើបន្លឺឡើងសឹបនៅពេលទៅដល់មុខភ្នូររបស់ខ្មោចតាសេងដីភ្នូរនៅថ្មីនៅឡើយក្លិនធូបនិងក្លិនផ្កាដែលក្រៀមស្វិតនៅភាយនៅឡើយទេពួកគេមិននៅបង្អង់យូរព្រោះខ្លាចមានគេមកទាន់ក៏ចាប់ផ្ដើមនាំគ្នាជីកដីសំឡេងចប់ជីកបានបន្លឺឡើងបំបែកភាពស្ងប់ស្ងាត់ពួកគេជីកយ៉ាងលឿនដោយភាពលោភលន់ញើសបានហូរចេញពីខ្លួនរបស់ពួកគេទោះបីជាមានអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយមួយសន្ទុះក្រោយមកចបរបស់ពួកគេបានប៉ះនឹងវត្ថុរឹងមួយនោះគឺជាគម្របក្តារមឈូសរបស់តាសេងពួកគេបានបោះដីចេញហើយយកពូថៅមកគោះដៃគោលរួចក៏បើកគម្របក្តារមឈូសឡើងក្លិននៃសាកសពដែលចាប់ផ្ដើមហើមនិងក្លិនថ្នាំបុរាណបានភាយចេញមកយ៉ាងខ្លាំង
ធ្វើឲ្យពួកគេស្ទើរតែចង់ក្អួតពួកគេយកភ្លើងចន្លុះឆ្លុះទៅមើលក្នុងមឈូសនោះសាកសពរបស់តាសេងកំពុងតែដេកយ៉ាងស្ងប់ស្ងាត់រាងកាយដ៏តូចរបស់គាត់ស្លៀកពាក់ឈុតសូត្រពណ៌សមុខរបស់គាត់ហើមបន្តិចនិងមានពណ៌លឿងស្លេកភ្នែករបស់គាត់បិទជិតប៉ុន្តែចិញ្ចើមរបស់គាត់ហាក់ដូចជាកំពុងតែជ្រួញដូចជាគាត់កំពុងតែខឹងសម្បាក្មេងទាំង5នាក់នោះមិនបានខ្លាចពីទស្សនវិជ្ជានេះទេពួកគេចាប់ផ្ដើមលូកដៃចូលទៅក្នុងមឈូសគេដោះយកចិញ្ចៀនពីដៃសពដែលរឹងស្ដុកដោះយកខ្សែដៃនិងឬក៏កាយរកមាសដែលកប់នៅក្រោមខ្នងរបស់គាត់បន្ទាប់មកពួកគេក៏បានមកដល់គោលដៅចុងក្រោយនោះគឺកាក់មាសដែលនៅក្នុងមាត់ខ្មោចមាត់របស់សពបានបិទជិតឈឹងដោយសារតែសាច់ដុំរឹងមេក្រុមរបស់ពួកគេបានយកកំបិតតូចមួយមកឆ្កឹះចន្លោះធ្មេញរបស់សពដើម្បីបើកយកកាក់មាសគាត់បានព្យាយាមគាស់យ៉ាងខ្លាំងរហូតដល់ឮសំឡេងក្រោកគឺសំឡេងឆ្អឹងស្គៀមរបស់សពបានរបូតបាក់ទៅហើយមាត់របស់តាសេងបានបើកចំហបង្ហាញឲ្យឃើញកាក់មាសដ៏ធំមួយភ្លឺចាំងនៅក្នុងក្រអូបមាត់ដែលខ្មៅងងឹតមេក្រុមនោះបានលូកដៃចូលទៅក្នុងមាត់សពហើយក៏យកបានកាក់មាសនោះសម្រេចទៅនៅវិនាទីដែលកាក់មាសនោះផុសចេញពីក្នុងមាត់សពចំលោះដែលពួកគេកំពុងតែកាន់បំភ្លឺបានរលត់ភពទាំងអស់ក្នុងពេលតែមួយពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសងរំពេចនោះពួកគេបានឮសំឡេងចេញពីក្នុងមឈូសនោះគឺជាសំឡេងដកដង្ហើមសំឡេងដង្ហើមវែងៗនិងស្ងួតដូចជាមនុស្សដែលខ្សោះខ្យល់ជាយូរមកហើយទើបតែបានខ្យល់ដកដង្ហើមវិញក្មេងទាំង5នាក់នោះភ័យស្លន់ស្លោពួកគេប្រញាប់ប្រញាល់រត់ចេញពីទីនោះដោយមិនបានកប់ដីលុបវិញឲ្យបានត្រឹមត្រូវទេពួកគេរត់ទាំងកាន់ទ្រព្យសម្បត្តិនិងកាក់មាសនោះយ៉ាងណែនក្នុងដៃពួកគេគិតថាឲ្យតែរត់ចេញផុតពីទីនោះគឺរួចខ្លួនហើយរួចពួកគេនឹងក្លាយទៅជាអ្នកមានមិនខានប៉ុន្តែពួកគេមិនបានដឹងទេថានៅពេលដែលពួកគេយកកាក់មាសពីក្នុងមាត់ខ្មោចនោះពួកគេបានដកសោដែលបិទព្រលឹងនោះចេញទៅហើយឥឡូវនេះមាត់របស់ខ្មោចតាសេងបានបើកចំហហើយគាត់កំពុងតែស្រែកឃ្លានមិនមែនឃ្លានបាយឃ្លានទឹកទេនោះគឺឃ្លានអ្វីដែលជារបស់គាត់បន្ទាប់ពីបានរត់គេចពីភ្នូទាំងភ័យស្លន់ស្លោក្រុមចៅទាំង5នាក់បានទៅជួបជុំគ្នានៅផ្ទះសម្ងាត់មួយពួកគេបានចែកមាសប្រាក់គ្នាមេក្រុមរបស់ពួកគេបានយកកាក់មាសដ៏មានតម្លៃនោះទុកជាកម្មសិទ្ធិផ្ទាល់ខ្លួនភាពភ័យខ្លាចនៅឯភ្នូក៏បានរលាយបាត់បន្តិចម្ដងនៅពេលដែលពួកគេឃើញពន្លឺនៃមាសពួកគេគិតថាគឺជាសំណាងធំហើយប៉ុន្តែសំណាងនោះមិនមានរយៈពេលវែងទេ3ថ្ងៃក្រោយមកអាការៈចម្លែកបានចាប់ផ្ដើមកើតឡើងមេក្រុមដែលរក្សាទុកកាក់មាសនោះចាប់ផ្ដើមមានបញ្ហាត្រង់មាត់ដំបូងគាត់គ្រាន់តែឈឺធ្មេញនិងរលាកអញ្ចាញប៉ុន្តែត្រឹមតែមួយយប់ប៉ុណ្ណោះមាត់របស់គេបានហើមប៉ោងខុសពីធម្មតាស្គៀមរបស់គេរឹងរហូតដល់គេមិនអាចហាមាត់និយាយបានឬក៏ញ៉ាំអាហារបានឡើយគេមានអារម្មណ៍ថាដូចជាមានដៃដែលមើលមិនឃើញមួយកំពុងតែព្យាយាមគាស់មាត់របស់គេជារៀងរាល់យប់ដោយដែលគេធ្លាប់គាស់មាត់សាកសពតាសេងអញ្ចឹងចំណែកឯក្មេង4នាក់ផ្សេងទៀតក៏មិនបានសុខដែរនៅពេលព្រឹកមួយពួកគេភ្ញាក់ឡើងបានឃើញនៅលើខ្នើយរបស់ពួកគេពោពេញទៅដោយសក់របស់ពួកគេបានជ្រុះជាដុំដោយគ្មានមូលហេតុពួកគេយកដៃច្បូតសក់ក៏របូតមកតាមដៃក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្បាលរបស់ពួកគេប្រែទៅជាទំពែកហើយស្បែកក្បាលក៏មានដំបៅរលួយក្លិនស្អុយដូចសាកសពបន្ទាប់មកការលងបន្លាចក៏បានចាប់ផ្ដើមនៅយប់ថ្ងៃសិលមេក្រុមដែលមានមាត់ហើមនោះចាប់ផ្ដើមជឿចាប់បានដេកនៅផ្ទះតែម្នាក់ឯងខណៈពេលដែលគេកំពុងតែដេកធ្ងោគេក៏បានឮសំឡេងសម្រាប់ជើងមនុស្សដើរនោះគឺជាជំហានខ្លីៗដូចជាមនុស្សទឿអញ្ចឹងទ្វារបន្ទប់របស់គាត់បានបើកឡើងយឺតនៅចំពោះមុខគាត់គឺជាខ្មោចតាសេងគាត់មិនមែនជាសាកសពដែលដេកក្នុងមឈូសទៀតទេគាត់កំពុងតែឈរក្នុងឈុតពណ៌សដែលប្រឡាក់ដីមុខរបស់គាត់ហើមរលួយជាមួយនឹងការខឹងសម្បាតាសេងបានដើរចូលមកជិតគ្រែគាត់ដើរមួយគាត់ឡើងទៅលើគ្រែហើយអង្គុយសង្កត់ពីលើទ្រូងរបស់មេក្រុមនោះទម្ងន់របស់គាត់ធ្ងន់ដូចភ្នំមេក្រុមចង់ស្រែកតែមាត់គាត់ហាមិនរួចខ្មោចតាសេងបានអោនមុខចុះមុខដ៏រលួយរបស់គាត់នៅជិតមុខមេក្រុមគាត់បានលូកដៃគឺជាដៃដែលត្រជាក់ដូចទឹកកកចូលទៅក្នុងមាត់របស់មេក្រុមនោះឬគាត់ក៏ចាប់ផ្ដើមគាស់មាត់មេក្រុមនោះយ៉ាងខ្លាំងដូចដែលមេក្រុមធ្លាប់គាស់មាត់គាត់ដូច្នោះដែរយករបស់អញមកវិញនៅយប់នោះអ្នកភូមិបានឮសំឡេងស្រែកយំយ៉ាងឈឺចាប់ចេញពីផ្ទះរបស់មេក្រុមនោះ
ប៉ុន្តែគ្មាននរណាហ៊ានចូលទៅមើលទេនៅព្រឹកបន្ទាប់គេបានប្រទះឃើញមេក្រុមនោះស្លាប់នៅលើគ្រែសភាពសាកសពរបស់គេគួរឲ្យរន្ធត់បំផុតមាត់រហែកដល់គុំត្រចៀកហើយធ្គាមក៏បានបាក់ក្នុងមាត់ពោពេញទៅដោយឈាមគេស្លាប់បើកភ្នែកគួរឲ្យរន្ធត់ចំណែកឯក្មេង4នាក់ទៀតនៅពេលដែលដឹងដំណឹងនេះពួកគេក៏បាត់បង់ស្មារតីទាំងស្រុងពួកគេបានក្លាយទៅជាមនុស្សឆ្កួតម្នាក់តែងតែរត់ទៅជីកដីនៅគ្រប់កន្លែងដោយស្រែកថាកប់ខ្ញុំទៅកប់ខ្ញុំទៅម្នាក់ទៀតអង្គុយសើចតែម្នាក់ឯងហើយតែងតែធ្វើកាយវិការដូចជាកំពុងរាប់កាក់មាសនៅក្នុងដៃពីរនាក់ទៀតបានរត់ចូលទៅក្នុងព្រៃបាត់ខ្លួនរហូតដល់សប្តាហ៍ថ្ងៃដោយគ្មាននរណារកឃើញសាកសពឡើយទ្រព្យសម្បត្តិដែលពួកគេលួចមកបានត្រឡប់ទៅភ្នូរវិញទាំងអស់ដោយសារតែឪពុកម្ដាយរបស់ពួកគេភ័យខ្លាចហើយយកទៅសងវិញរួមទាំងធ្វើពិធីបុណ្យសុំខមាទោសប៉ុន្តែអ្វីៗហួសពេលទៅហើយរឿងរ៉ាវរបស់ក្មេងទំនើងទាំង5នាក់នេះបានក្លាយទៅជាមេរៀនគួរឲ្យរន្ធត់សម្រាប់អ្នកភូមិចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានដើរកាត់ភ្នូររបស់តាសេងទៀតឡើយហើយជំនឿនៃការដាក់កាក់ក្នុងមាត់សពក៏ត្រូវបានគេធ្វើដោយប្រុងប្រយ័ត្នបំផុតព្រោះគេដឹងថារបស់អ្វីដែលនៅក្នុងមាត់ខ្មោចគឺជារបស់ខ្មោចហើយខ្មោចនឹងតាមមកយកវាវិញទោះបីជាគេបាត់បង់ជីវិតក៏ដោយ